បាទជាបន្តទៅទៀតនេះខ្ញុំបាទនឹងមានបទសម្ភាសន៍ផ្ទាល់មួយជាមួយអ្នកជំនាញផ្នែក digital នេះតែម្ដងគឺលោកង៉ែតម៉ូសេលោកង៉ែតម៉ូសេគឺជាអ្នកប្រឹក្សាយោបល់ផ្នែក digital បាទខ្ញុំបាទឃើញលោកម៉ូសេហើយសូមជម្រាបសួរលោកម៉ូសេបាទលោកម៉ូសេយើងនៅមិនទាន់ឮសំឡេងលោកនៅឡើយទេប្រហែលជាមិនទាន់បើក microphone សូមបើកក៏បាទបាទឮហើយម៉ូសេខ្ញុំនឹកលោកម៉ូសេដែរធ្លាប់រៀនជាមួយលោកម៉ូសេអំពីសុវត្ថិភាពការប្រើប្រាស់បណ្ដាញសង្គមអីជាដើមហ្នឹងកាលពីការិយាល័យនៅឯភ្នំពេញហ្នឹងនៅបើកនៅឡើយលោកម៉ូសេបានមកផ្ដល់បទពិសោធន៍ផ្ដល់អាវ៉ាតខ្លះតើធ្វើយ៉ាងណាដើម្បីឲ្យការប្រើប្រាស់បណ្ដាញសង្គមនឹងមានសុវត្ថិភាពហើយតាំងពីនឹងមកខ្ញុំជាប់ហៅលោកម៉ូសេថាលោកគ្រូតែរហូតមកជាប់មាត់រហូតមកដល់ពេលហ្នឹងសង្ឃឹមថានៅពេលនេះក៏នៅទៅហៅលោកម៉ូសេថាលោកគ្រូដែរពីព្រោះគេថាពងៀនតែមួយថ្ងៃពងៀនតែមួយនាទីក៏ជាគ្រូដែរដូច្នេះលោកម៉ូសេជាគ្រូរបស់ខ្ញុំបាទក្នុងការឬមួយក៏អ្នកយកព័ត៌មានអាស៊ីសេរីក្នុងការជួយបង្ហាត់បង្ហាញថាតើប្រើប្រាស់ទូរស័ព្ទដៃប្រើប្រាស់បណ្ដាញសង្គមនឹងបែបណារបៀបដាក់ password របៀបដាក់ស្អីនឹងបែបណាដើម្បីឲ្យមានសុវត្ថិភាពកុំឲ្យអ្នកដទៃមកជ្រៀតជ្រែកបញ្ជូនមេរោគឬមួយមកស៊ើបការសម្ងាត់បានអរគុណលោកម៉ូសេលោកគ្រូម៉ូសេដែលចូលមកជួយបកស្រាយបញ្ហានេះលោកដឹងហើយប្រហែលថ្ងៃនេះបន្ទាប់ពីកាសែតឥណ្ឌាដែលមានឈ្មោះថា The Sunday Guardian បានចុះផ្សាយបើខ្ញុំមិនច្រឡំទេកាសែតនេះចុះផ្សាយ2ដងហើយតាក់ទងនឹងរឿងនយោបាយស្រុកខ្មែរចុះលើកទី1មកដុំឆ្នាំ2024ខ្ញុំពេលហ្នឹងក៏ភ្ញាក់ព្រឺតដែរអញហេតុអីក៏កាសែតឥណ្ឌាមួយហេតុអីក៏នៅប្រទេសឥណ្ឌាឯណោះចុះផ្សាយពីរឿងអ្នកស្រីមូសុខួរពីរឿងលោកសំរងស៊ីពីរឿងអីលោកមូសុខួរនឹងទទួលលុយពីណាបានប្រមាណអ៊ីមែលឆ្លើយឆ្លងបានលុយពីប្រភពណាខ្លះដើម្បីបង្កើតKMD នេះខ្មែរ Movement for Democracy នេះហេតុអីបានជាកាសែតនៅឥណ្ឌាមួយស្រាប់មកចុះផ្សាយពីរឿងអ្នកស្រីមូសុខួរពីរឿងគណៈបកនយោបាយអីនៅកម្ពុជាតាមពិតនឹងខ្ញុំឆ្ងល់តាំងពីនឹងមកហើយបន្ទាប់ពីចុះផ្សាយកាសែតឥណ្ឌានឹងចុះផ្សាយហើយស្រាប់តែខាងគណៈបកប្រជាជនកម្ពុជាអ្នកដែលក្រុមឃុសនិករបស់គណៈបកប្រជាជនកម្ពុជាមានស្អីម្នាក់ឈ្មោះចៅចាក់ស្មុកអីនឹងជាដើម Fresh New អីនឹងជាដើមនឹងយកទៅផ្សាយបន្តព្រួងព្រាតតែម្ដងឥឡូវនេះមកដល់ចុងឆ្នាំ2000ពាក់កណ្ដាលឆ្នាំ2026នេះស្រាប់តែចុះផ្សាយម្ដងទៀតហើយចុះផ្សាយលើកនេះគេអះអាងថាគេបានឯកសារសម្ងាត់ដូច្នេះសំណួរទី1របស់ខ្ញុំបាទទៅកាន់ខ្លួនឯងបន្ទាប់ពីឃើញអត្ថបទរបស់ The Sunday Guardian របស់ឥណ្ឌានឹងមកខ្ញុំបាទឆ្ងល់អញហេតុអីក៏មានអ្នកលិចធ្លាយឯកសារសម្ងាត់ទៅឲ្យឥណ្ឌានឹងទៅវិញតាក់ទងនឹងអ្នកនយោបាយស្រុកខ្មែរហេតុអីក៏មិនឲ្យ Fresh News បដ ாய் ទៅហើយបន្ទាប់មកទៀតនោះគ្រាន់តែ The Sunday Guardian នឹងចុះផ្សាយភ្លាមនឹងក៏ស្រាប់តែមានយើងឃើញសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃតែម្ដងហើយដាក់ផែនការនឹងគឺថាដាក់ការគម្រាមនឹងគឺដាច់ណាត់តែម្ដងថាអង្គការណាឬមួយក៏គណៈបកនយោបាយណាដែលទទួលលុយពីបរទេសនឹងត្រូវប្រឈមមុខនឹងការរំលាយចោលផងដូច្នេះមើលទៅនឹងហើយទន្ទឹមនឹងយើងដឹងហើយស្ថានភាពនៅក្នុងប្រទេសកម្ពុជាមានការដកសិទ្ធិធ្វើនយោបាយដកសិទ្ធិថ្លែងសារអីជាដើមពីលោករងឈុនក្នុងរយៈពេល5ឆ្នាំមុនពេលបោះឆ្នោតរហូតដល់ការបោះឆ្នោតពេលក្រោយនឹងតែម្ដងក៏ប៉ុន្តែមុននឹងទៅជែកជាមួយនឹងលោកម៉ូសេយើងចង់សង្ខេបបន្តិចថាតើអត្ថបទចុងក្រោយរបស់ The Sunday Guardian នេះផ្សាយអ្វីខ្លះនៅក្នុងអត្ថបទនោះជាសង្ខេបទេគឺគេបាននិយាយថាគេបានទទួលឯកសារសម្ងាត់មួយលិចធ្លាយបែកទៅដល់កាសែតនោះហើយនៅក្នុងឯកសារនោះគេបាននិយាយថាគេមានលុយ$2 លានសម្រាប់ផែនការ3ឆ្នាំឲ្យទៅគណៈបកនយោបាយនៅកម្ពុជាដើម្បីប្រមូលផ្ដុំគ្នាពង្រឹងកម្លាំងគ្នាចូលរួមនៅក្នុងការបោះឆ្នោតហើយគេក៏ក្នុងអត្ថបទនោះក៏ថាបានឲ្យទៅអង្គការសង្គមស៊ីវិលលុយ$2 លាននោះឲ្យទៅសង្គមស៊ីវិលអីដែរដើម្បីចូលរួមក្នុងការពង្រឹងប្រជាធិបតេយ្យនៅប្រទេសកម្ពុជានេះគឺជាស
ក្តីសង្ខេបដោយខ្លីដែលអត្ថបទ The Sunday Guardian របស់ឥណ្ឌានឹងចុះផ្សាយមកឥឡូវនេះតាក់ទងទៅនឹងលោកម៉ូសេវិញម្សិលមិញនេះលោកម៉ូសេបានឡើងធ្វើបទបង្ហាញមួយតាមបណ្ដាញសង្គមដើម្បីឲ្យឃើញឫសគល់នៃThe Sunday Guardian នេះតើលោកម៉ូសេអាចប្រាប់លោកអ្នកស្ដាប់ស្អីខ្លះទៅតាក់ទងទៅនឹងការស្រាវជ្រាវរកឃើញពីការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នេះបាទសូមអញ្ជើញលោកគ្រូម៉ូសេបាទសូមអរគុណម្ដងទៀតលោកច័ន្ទបុតបាទសូមអរគុណច្រើនដែលនៅតែហៅខ្ញុំថាលោកគ្រូតាំងពីប្រហែលជា12ឆ្នាំមុន14ឆ្នាំមុននេះមកទៅបាទយូរដែរបាទអរគុណណាស់ហើយលោកគ្រូនេះនៅដិតជាប់រហូតថាខ្ញុំចេះឆ្ងល់ដែរថាថៃបានហៅខ្ញុំលោកគ្រូរហូតឥឡូវបងបានប្រាប់ហើយអរគុណណាស់បងដែលផ្ដល់កិត្តិយសខ្ញុំហើយសូមអរគុណណាស់ដែលបានប្រោខ្ញុំអាចឡើងមកបកស្រាយបញ្ហាមួយចំនួនដែលតើតូនជាមួយ The Sunday Guardian នេះមែនតើខ្ញុំជាអ្នកសិក្សាប្រសាទបកខាងផ្នែកសន្តិសុខ Digital ហ្នឹងយូរដែរហើយតាំងពីឆ្នាំ2000មកធ្វើការជា consultant ហ្នឹងគឺឆ្នាំ2020ប៉ុន្តែកិច្ចការងាររបស់ខ្ញុំនៅធ្វើការផ្នែក Digital តាំងពី2008មកខ្ញុំតែងតែធ្វើការតាមដានការវាយប្រហារនានាទៅលើអង្គការសង្គមស៊ីវិលតាក់ទងជាមួយនឹងរឿង digital នឹងឯងបាទហើយខ្ញុំធ្វើការតាមដានរហូតមកដែរទេបាទហើយនៅក្នុងឆ្នាំ2024ហ្នឹងខ្ញុំក៏តាមដានដែរតើមានរឿងអីខ្លះកើតឡើងតាក់ទងជាមួយនឹងអង្គការសង្គមស៊ីវិលដែលធ្វើការខាងផ្នែកសិទ្ធិមនុស្សសិទ្ធិការងារហើយនឹងអ្នកកាសែតអាជីពហើយរួមទាំងសកម្មជនសិទ្ធិមនុស្សមួយចំនួនដែលត្រូវបានរងការវាយប្រហារមួយចំនួនមិនត្រឹមតែពាក្យពេចន៍ហើយដូចជាខ្ញុំបានធ្វើស្ដីរាយការណ៍មួយចំនួនឬក៏របាយការណ៍ខ្ញុំទេប៉ុន្តែវាតកតងជាមួយនឹងរឿងការវាយប្រហារលួចគណនីបន្លំបិទគណនីបិទ Facebook page អីចឹងទៅឡើងណាបាទខ្ញុំធ្វើកន្លងមកជាង12ឆ្នាំកន្លងមកហើយបាទអញ្ចឹងដល់ពេលអញ្ចឹងខ្ញុំកាលពីឆ្នាំ2024ហ្នឹងក៏ឃើញThe Sunday Guardian អីទៅពេលឃើញ The Sunday Guardian ខ្ញុំក៏មានចម្ងល់គ្នាថាហេតុអីក៏កាសែតឥណ្ឌាមួយនេះមុនបងទៅមិនអត់ដឹងថាសានឌីទេជាងច្រឡំណាទៅ The Guardian The Sunday Guardian ចឹងមួយណាអញ្ចឹងណាបាទខ្ញុំក៏ចូលទៅមើលប្រវត្តិរបស់ The Sunday Guardian ហ្នឹងឆ្នាំ2024ហ្នឹងហើយខ្ញុំទៅមើលទៅក៏ឃើញមានសារព័ត៌មានមួយចំនួនរបស់ប៉ាគីស្ថានផងហើយរបស់ឥណ្ឌាខ្លះផងចុះពីសារព័ត៌មាន The Sunday Guardian ហ្នឹងថាគាត់ mislead informationតាមថាមានព័ត៌មានមួយចំនួនគឺគាត់និយាយទៅវាបន្លំគេណាបាទហើយមួយទៀតគឺតាក់ទងជាមួយនឹងសារព័ត៌មានរបស់ប៉ាគីស្ថានក៏និយាយដែរថាកាសែតមួយហ្នឹងអត់នេះតែអត់និយាយការពិតគឺថាគាត់ផលិតឲ្យមាន disinformation គឺព័ត៌មានអត់ពិតជាមួយនឹងសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថានអញ្ចឹងទៅណាបាទអញ្ចឹងខ្ញុំតាមដានពីពេលមកហើយដល់ពេលអញ្ចឹងហើយទៅក៏ឃើញមានការចុះផ្សាយបន្ថែមទៀតណាពេលថ្មីហ្នឹងក៏វារំលឹកខ្ញុំថាមិនក៏ស្ថាប័នរដ្ឋទាំងមូលក្រសួងមហាផ្ទៃហ្នឹងទៅយកsource ជាប្រភពព័ត៌មានពីកាសែតមួយហ្នឹងអញ្ចឹងមកណាអញ្ចឹងខ្ញុំធ្វើថាខ្ញុំគួរតែធ្វើព័ត៌មានហ្នឹងចាត់ជូនដល់សាធារណជនទៅខ្ញុំបញ្ជាក់នៅក្នុងវីដេអូចម្រាញដឹងថាក្រសួងមហាផ្ទៃប្រហែលជាគេមានក្រុមការងារគេមុនគេផ្សាយគេលោកគេមានថាត្រូវពិភាក្សាគ្នាទៅថាព័ត៌មានហ្នឹងពិតអត់ពិតកម្រិតណាអញ្ចឹងណាមុនធ្វើការឆ្លើយតបអីចឹងណាខ្ញុំថាហ្នឹងជាក្រុមការងាររបស់ការក្រសួងទៅតែខ្ញុំជាប្រជាពលរដ្ឋហើយជាអ្នកធ្វើការខាងផ្នែកសិក្សាខាងផ្នែក digital គាត់ហើយនឹងប្រសាជប៉ុនខ្ញុំពិនិត្យមើលតើថាប្រភពវាទុកចិត្តកម្រិតណាថៃបានស្ថាប័នរដ្ឋលោកយកព័ត៌មានយកមកជា reference ណាជា source ហ្នឹងហើយដល់ពេលខ្ញុំចូលទៅមើល Facebook page ទៀតបើសិនជាលោកច័ន្ទបុតចូលទៅមើល Facebook សំទោស website របស់ The Guardian ហ្នឹងណាមើលទៅដូច professional អញ្ចឹងខ្ញុំថាដូច professional គឺថាមានទាំង editor choice មានទាំងពីរឿងឥឡូវគេ add មាន FIFA 2026គេមានរឿងអន្តរជាតិហើយយើងចូលទៅមើលរឿងទាំងអស់ហ្នឹងទៅមើលទៅដូចគេទៅសេល្អប៉ុន្តែដល់ពេលយើងចូលទៅមើលបណ្ដាញសង្គមរបស់គេវិញ Facebook page របស់គេវិញខ្ញុំចូលទៅមើល Facebook page ហ្នឹងទៅខ្ញុំចាប់អារម្មណ៍មាន million follower ច្រើនណាស់ចឹងណាហើយគេបង្កើតតាំងឆ្នាំ2023អីចឹងមកពេល2023ចឹងណាបាទអញ្ចឹងវាយូរក្រោយឆ្នាំហើយចឹងមាន million follower ខ្ញុំក៏ចូលទៅមើល post មួយទៀត
តែពេលចូលទៅមើលផុសមួយទៅតាទេមាន1លាន follower ប៉ុន្តែមិនក៏ផុសនោះវាអត់មាន engagement ចង់មានន័យថាមានគេ like មានគេ comment មានគេ share អញ្ចឹងណាចឹងអាទាំង3ហ្នឹងបូកចូលគ្នាទៅយើងហៅថា engagement គឺការ interact គឺការឆ្លើយតបរបស់សុំកាត់ប្រសាសន៍លោកគ្រូម៉ូសេមិនជំនួយដឹងបន្តិចទៅពេលដែលខ្ញុំតាមដានការផ្សាយផ្ទាល់របស់លោកម៉ូសេម្សិលមិញហើយហ្នឹងខ្ញុំក៏ចូលទៅ Facebook នឹងតាមមើលដែរជាពិសេសតកតងទៅនឹងអត្ថបទចុងក្រោយដែលនិយាយថាអាមេរិកកាំងនឹងជួយដល់គណៈបកប្រឆាំងនៅប្រទេសកម្ពុជាចំនួន2លានហ្នឹងតាមពិតដូចលោកគ្រូម៉ូសេបានរៀបរាប់ចឹងមាន follower មានអ្នកតាមដាននឹងរហូតតែជាង1លានអ្នកមានសោះ engagement នឹងដូចលោកគ្រូម៉ូសេបានរៀបរាប់ចឹងគឺថាមានការ like មានការ share មានការ comment អីគ្មានមួយសោះក៏ប៉ុន្តែទីបំផុតមានមួយតាក់ទងទៅនឹងសាច់រឿងខ្មែរយើងហ្នឹងពីបើសិលមិញខ្ញុំចូលទៅមើលហ្នឹងមានមួយហ្នឹងពីប្រទេសកម្ពុជាយើងទៅទៀតមានតែម្នាក់គាត់ចូលទៅនឹងក៏សូមបញ្ជាក់ជាមួយនឹងលោកគ្រូតែប៉ុណ្្នឹងបាទដល់ពេលខ្ញុំមើលចឹងហើយទៅរំលឹកខ្ញុំថាចុំwebsite នោះល្អមើលទៅដូចជាអ្នកសាច់អាជីពអញ្ចឹងដល់ពេលជើងចូលទៅមើល Facebook page របស់គាត់ទៅវាអត់មានណាខ្ញុំក៏ទៅទាញយកផុសរបស់គាត់ហ្នឹង500ផុសមែនតើទៅណាទំទាញយកមើលមិនដែរទេហើយខ្ញុំចង់មើលបញ្ជាក់ថែមទៀតថា500ផុសហ្នឹងរបស់គាត់ហ្នឹងមាន engagement ច្រើនអត់មានការ like share comment ច្រើនអត់ភាគច្រើននៃ500ផុសរបស់គាត់ចុងក្រោយគេណាគឺអត់មានទេសនាថាលេខ0ទាំងអស់គ្រប់ទាំង like ទាំង share ទាំងអីហ្នឹងណាដល់ពេលអញ្ចឹងរំលឹកឲ្យខ្ញុំទៅដល់រឿងដែលជាការងារសិក្សាខ្ញុំស្រាវជ្រាវបើសិនជាលោកច័ន្ទបុតចូលទៅមើល website របស់ខ្ញុំសិក្សាស្រាវជ្រាវតាមផ្នែកទៅមើលអ្នកដែលបន្លំអ្នកដែលធ្វើគេហៅថា public manipulation អ្នកដែលធ្វើបំភាន់មតិសាធារណៈណាបាទគេបង្កើត page បង្កើតអីអញ្ចឹងមកមើលទៅ professional មានទីតាំងមាន about មានលេខទូរស័ព្ទមានអីទាំងអស់ចឹងណាដល់ពេលយើងចូលទៅមើល engagement ហ្នឹងទៅវាអត់មានទេចឹងមានថាម៉េចគេគ្រាន់តែបង្កើតឲ្យមានអ្នក follower ហ្នឹងឲ្យច្រើនទេហើយ follower ហ្នឹងគេអាចបង្កើតបានមែនតើទៅណាបើតាមខ្ញុំដឹងមកហ្នឹងមាន tool មួយចំនួនដែលគេអាចបង្កើតបានតាមពិតមានយូរហើយតាំងពី2015មកមិន2016អ្នកខ្លះគេចាប់ផ្ដើមរៀនធ្វើបង្កើតហ្នឹងអានេះជារឿងថ្មីមួយលោកគ្រូអានេះជារឿងថ្មីមួយដែលខ្ញុំមិនដែលឮយើងធ្លាប់ដឹងលោកហ៊ុនសែនទៅទិញ like ទៅទិញ share ពីឥណ្ឌាខ្លួនឯងទៅទិញ like ទិញ share នឹងពីហ្វីលីពីននឹងតែម្ដងឲ្យលុយគេទៅដើម្បីឲ្យមានក្រុមហ៊ុននឹងជួយបង្កើត like បង្កើត share បង្កើត follower អីចឹងទៅឃើញតែមកវឹបភ្លាមនឹងឡើងដល់រាប់លានអ្នកដែលគ្រប់គ្រងលោកហ៊ុនសែនឥឡូវនឹងមាន tool ទៅទៀតមានឧបករណ៍សម្រាប់មាន follower សម្បត្តិនិមិត្តនឹងតែម្ដងបាទមានន័យថា tool ហ្នឹងគឺថាអាចបង្កើតហើយ tool ហ្នឹងគឺអ្នកចិត្តខាងយើងនឹងឯងទីច្រើនកាលមុនហ្នឹងគឺថាជាជនខ្មែរដែលគេធ្វើ crossy ខាង online ហ្នឹងគេទៅទិញ tool ពី software ណា tool យ៉ាងហៅថា software បាទពីប្រទេសជិតខាងរបស់យើងហ្នឹងមកហើយបង្កើត account ទៅណាបង្កើត account Facebook លោកគ្រូម៉ូសេអាចបញ្ជាក់ច្បាស់បានទេតើប្រទេសជិតខាងយើងហ្នឹងវាមានឡាវមានកម្ពុជាមានថៃមានវៀតណាមអញ្ចឹងវៀតណាមអាចធ្វើបានទៅទិញ software ទៅទិញឧបករណ៍នៅពីវៀតណាមមកបាទ tool ហ្នឹងយើងអាចទៅរកឃើញអ្នកដែលគេធ្វើរឿងអ្នករស់ស៊ី online គេថាមាន tool មួយចំនួនដែរដែលកាលពីជំនាន់2017 18មួយចំនួនហ្នឹងបាទគេបង្កើតឲ្យមាន tool មួយចំនួនហើយយកមកបង្កើតឲ្យមួយថ្ងៃមើលតាមខ្ញុំដឹងណាបាទមួយថ្ងៃគេអាចបង្កើតបានប្រហែលជាកាលពីមុនពេលបិទលេខបិទ SIM ទូរស័ព្ទខ្ញុំចង់និយាយខ្លះដែរតើតងជាមួយថា SIM ទូរស័ព្ទនេះវាតាក់ទងអីជាមួយនឹងបង្កើត tool ហ្នឹងឲ្យប្រសិទ្ធភាពម្នាក់ណីហ្នឹងបាទប្រហែលជាជិត1000ណា1000គណនីហើយមកយើងលទ្ធភាពអង្គុយធ្វើច្រើនអីចឹងទៅវាអាចច្រើនជាងនឹងទៀតហើយគាត់មើលសិនតែបង្កើតហើយទៅអាចយកអាគណនីទៅ like ទៅមើល Facebook របស់យើង live អញ្ចឹងបងលោកចាំបត់ផាយឃើញអ្នកខ្លះ live ពេលកំពុងលក់ឲ្យវាយវ៉ាន់ online មាន like ទៅ 60k view កំពុងមើលហ្នឹងណាមួយ plate ហ្នឹងឡើងច្រើនណាបាទអញ្ចឹងអាហ្នឹងឯងគឺការ
យកអា ឆ្ងល់ account ហើយអញ្ចឹង ខ្លាំងៗ លេងសូវឆ្ងល់ហើយលេងសូវឆ្ងល់ជា លែង ជួន ឆ្ងល់ កាល ហើយណា ឃើញ បាទ គេឆ្លោះគ្នាឃើញគេស្អីសោះក៏ បាទ អ្នកមើលអីនឹងច្រើនជាងយើងអាស៊ីសេរីខំធ្វើការឲ្យ4 10 20អ្នកគ្រប់ ទីតាំងហើយ បា អ្នក ទ មើល បាទ បាន បាទ 4 5k អីហ្នឹងហេតុអីក៏គេគ្រាន់តែឆ្លោះគ្នាគ្រាន់តែគេលក់លេខអីសោះច្រើនម្លេះឥឡូវយល់ចំណុចហ្នឹងហើយអរ បាទ គុណលោកគ្រូខ្លះ បាទយល់ហើយបាទបាទហើយមែនតើទៅអាហ្នឹងវាអាចយកទៅរឿង online ដែរឧទាហរណ៍ទៅចូលទៅ comment ប្រាប់ថា សុំ អូខេ សុំសុំបើកវងកញ្ចក់ ផល សុំបើកវងកញ្ចក់សួរលោកគ្រូទៅនេះមួយម៉ាត់ទេ បាទ តាក់ទងទៅនឹងការផ្សាយរបស់អាស៊ីសេរីឬការផ្សាយរបស់លោកសំរងស៊ីអី page របស់អ្នកប្រជាធិបតេយ្យអីជាដើមហ្នឹងឃើញមានអ្នកចូលមកជេរនេះកងទ័ពដែលចូលមកជេរនេះតើជាមនុស្សដែរដែលចូលមកជេរពីព្រោះជួនកាលយើងឆ្ងល់ជួនកាលយើងចាក់សម្លេងលោកហ៊ុនសែនអំពាវនាវលោកយើងចាក់លោកហ៊ុនម៉ាណែតអីសោះស្រាប់តែជេរតែអានេះចេញមកឡប់ទៀតដែរអីចឹងណាមើលទៅហាក់ដូចជាមិនមែនជាមនុស្សបើសិនជាមនុស្សដែលលោកហ៊ុនសែនឬមកលោកហ៊ុនម៉ាណែតបញ្ជូនមកនឹងហេតុអីក៏គាត់ជេរនៅពេលដែលមេរបស់គាត់កំពុងតែថ្លែងសារតើនេះជាមនុស្សឬមួយក៏ជា tool ជាឧបករណ៍ជា software ដែរសូមបើកវងកញ្ចក់ចំណុចហ្នឹងបន្តិច បាទខ្ញុំបើកវងកញ្ចក់ឆ្លើយ ជួបលោកបងវិញខ្ញុំធ្វើការសិក្សាខាងនៅនឹងដែរខ្ញុំរកឃើញគេហៅថា pattern លំនាំខ្លះដែរដូចឧទាហរណ៍ទៅ page លោកសំស៊ី page លោកសំស៊ីហ្នឹងក៏មានការជេរទៅគាត់ដែរកាលពីជំនាន់មុនដែរណា2ឆ្នាំមុនហ្នឹងណាតែជេរទៅវាមានដោយទាំងវិសុអាស៊ីសេរីចង់មានន័យថាម៉េចវិសុផ្សាយឈួតអីចឹងទៅណាគេនិយាយចឹងទៅប៉ុន្តែ page លោកសំស៊ីមិនវិសុណា ចូល page លោកសំរងស៊ីសោះថាវិទ្យុនឹងផ្សាយឈួត បាទវិទ្យុអីចឹងទៅណាបាទហើយវិទ្យុអាស៊ីសេរីចង្ការទៅថាវិទ្យុអាស៊ីសេរីជា VOD អញ្ចឹងទៅណាហើយនៅក្នុង comment ខ្លះវិទ្យុអាស៊ីសេរីទៅជា The Cambodia Daily អញ្ចឹងណាហើយវាមានចម្រុះគ្នាអញ្ចឹងណាការហ្នឹងខ្ញុំរកឃើញអា comment បែបអញ្ចឹងដែរត្រឡប់ទៅអ្វីដែលបងមានផ្សាយតទៅជាមួយទៅនឹងគេហៅថា Army Personnel នៅក្នុងតំណែងមួយចំនួនហ្នឹងបាទខ្ញុំអ្វីដែលខ្ញុំសង្ស័យទេអ្វីដែលខ្ញុំសង្ស័យគឺថាអាចមានអ្នកទៅជួយបង្កើតគណនីមែនតើឲ្យទៅតបអីចឹងទៅណាខ្ញុំមិនដឹងខ្ញុំឡើយហ្នឹងគឺខ្ញុំជាការសង្ស័យរបស់ខ្ញុំទេបាទហើយឲ្យគណនីហ្នឹងទៅតបទៅហើយឬក៏មនុស្សប្រជាពលរដ្ឋហ្នឹងទៅគាត់លេង Facebook នៅលើទូរស័ព្ទគាត់បានហើយយកគណនីហ្នឹងទៅដាក់ក្នុង tool មួយទៀតហើយគណនីហ្នឹងចូលទៅtool នោះវាអាចថាពេលអាស៊ីសេរីផ្សាយទៅគេដាក់ URL របស់អាស៊ីសេរីមាន address នៅកំពុងផ្សាយហ្នឹងហើយឲ្យវាចូលទៅចាប់យក comment ដែលគេមានហ្នឹងហើយចាប់យក account ដែលគេបង្កើតបានហ្នឹងឲ្យវាទៅ comment ទៅប៉ុន្តែដល់ពេលខ្ញុំចូលទៅមើលគណនីមួយគឺថាអត់ទេគាត់ជាប្រជាពលរដ្ឋខ្ញុំឃើញកន្លែងខ្លះគាត់ជាប្រជាពលរដ្ឋធម្មតាគាត់ចែកចាយនិយាយរឿងសង្គមរឿងអីមួយចំនួនដែរគាត់មើលទៅគាត់ចេះស្រឡាញ់ប្រទេសជាតិអីចឹងណាប៉ុន្តែខ្ញុំឃើញគាត់ហ្នឹងទៅជេរពាក្យអក្សរនៅក្នុងអាស៊ីសេរីនៅអីមួយចំនួនចឹងទៅណាហើយវាដូចគ្នាអញ្ចឹងវាធ្វើខ្ញុំសង្ស័យថាវាដូចជាការបន្លំថាបើយើងចូលទៅមើលគណនីទៅវាដូចជាគណនីពិតប្រាកដអញ្ចឹងប៉ុន្តែដល់ពេលយើងមើលមកការ comment អាស៊ីសេរីឬ comment page ផ្សេងៗជាងខ្ញុំតាមដានគឺទៅជាជេរវិញអញ្ចឹងយើងមើលមិនថ្នៃជាងថា account មែនតើដល់ពេលលើកនេះខ្ញុំចូលទៅមើលមែនតើទៅបានដឹងថាអត់ទេប្រហែលជាគេអាចបង្កើតចឹងទៅហើយគេដាក់ក្នុង tool ហើយ tool ហ្នឹង comment ដែលយើងឃើញដូចគ្នាហ្នឹងគឺជាបញ្ជីlist បញ្ជីនៃ comment ណាព្រោះមនុស្សគេមានគេវាយទុកមកចឹងទៅបាទវាយទុកឲ្យចឹងទៅគេយក account ដែលគេបង្កើតហ្នឹងយកមកចាប់យក comment ហ្នឹងទៅអញ្ចឹងណាហើយការសិក្សារបស់ខ្ញុំបើសិនជាបងបត់ចូលទៅមើលប្រសាសន៍របស់ខ្ញុំហ្នឹងនឹងឃើញការសិក្សារបស់ខ្ញុំជាមួយនឹងរឿងpage មួយចំនួនហ្នឹងគឺថាចង្កាត់មាន Manity មានទៅដល់800 comment ហ្នឹងខ្ញុំដកស្រង់ជាពីអាស៊ីសេរីដូចគ្នាដែរតាំងពីឆ្នាំប្រហែលជាពី2024អីហ្នឹងបាទខ្ញុំមកឃើញហ្នឹងណាគឺ Manity អាចឡើងដល់ចាប់មួយផ្លែតក្នុង Manity ហ្នឹងគឺលោតពីប្រហែលជា200រហូតដល់800ដូច្នេះបើសិនជាមនុស្សមានន័យថាបើសិនជាមនុស្សមិនអាចមានសមត្ថភាពក្នុងមួយនាទីឯណាបង្ហោះ comment ឯណា7-800ជាងបានទេ
បាទ700ម៉ែត្រប៉ុន្តែគណនីវាច្រើនអញ្ចឹងណាគណនីច្រើនដែរប្រហែលជា100ទៅ200គណនីក្នុងពេលតែមួយហ្នឹងអញ្ចឹងមកយើងត្រឡប់មកវិញយើងទៅមើលថាតើអ្នកណាគេទៅអង្គុយចុចលឿនម៉េះអញ្ចឹងណាទៅអង្គុយអញ្ចឹងហ្មងថាតើទៅវាមិនអាចទេខ្ញុំក៏ធ្វើការវិភាគទៅលើតាំងពីចំនួនអក្សរចុចដែរថាតើមួយនាទីហ្នឹងយើងចុចវាយប៉ុន្មានហើយគាត់លឿនម៉េះដល់ពេលយើងយកអក្សរហ្នឹងមកចែកជាពាក្យហើយយើងយកជាពាក្យហ្នឹងទៅចែកចេញជានាទីចំនួននាទីមិនដឹងថាទេណាគេក៏វាយលឿនម៉េះព្រោះជួនកាលទៅអ្នកខ្លះគេថាគេស្អប់យើងអញ្ចឹងទៅគេចូលទៅជេរគេធ្វើទៅអញ្ចឹងណាហើយខ្ញុំគិតថាអញ្ចឹងក៏អញ្ចឹងតោះយើងចាត់ទុកថាជាមនុស្សចុះប៉ុន្តែបើយើងយកអក្សរហ្នឹងយកមកវាយមើលក្នុងព្រោះអ្វីដែលខ្ញុំបង្កើតហ្នឹងគឺថាអាចទៅពិនិត្យមើលពេលដែលគេ comment ទៅយើងចាប់បានគេហៅថា time stamp មានន័យថា comment ពេលណាអញ្ចឹងណាអញ្ចឹងយើងអាចពិនិត្យមើលថាមួយ account ហ្នឹងក្នុងមួយនាទីគាត់វាយបានគាត់ send ទៅប្រហែល comment ដល់ពេលយើងយកមកមើល comment ហ្នឹងទៅយើងរាប់ពាក្យទៅមិនដឹងថាទេអាហ្នឹងមិនមែនមនុស្សទេគឺជា account ដែលគេធ្វើបែបអញ្ចឹងហើយ tool ហ្នឹងក៏ខ្ញុំមានឈ្មោះមានអីដែរហើយខ្ញុំសង្ឃឹមថាខ្ញុំពេលដែលផុតដៃចំនួនចិត្តការងារខ្ញុំពងសម្ងាយហ្នឹងគឺថាខ្ញុំនឹងរៀបការខ្លះដែរទៅខាងមេតាដែរថាថៃបាន allow ឲ្យមាន tool អញ្ចឹងនៅតែអាចទៅធ្វើបានណាហើយរឿងដែលសំខាន់មួយទៀតហ្នឹងគឺថា tool ទាំងអស់ហ្នឹងដល់ពេលដែលមាន AI សម្ងាយហ្នឹងដល់ពេលដែលមាន AI ជួយទៅគឺថាអ្នកខ្មែរយើងមួយចំនួនដែលគេបកកែហ្នឹងគេសឹងថាលេងទិញ tool ហ្នឹងគេបង្កើត tool ខ្លួនឯងតែម្ដងដើម្បីធ្វើអញ្ចឹងណាបាទហើយលេខទូរស័ព្ទយើងពេលវេលាវាច្រើនណាស់ទៅហើយលោកសំរៀងស៊ីក៏កំពុងតែចាំខ្ញុំបាទដែរដូច្នេះគ្រាន់តែចង់បញ្ជាក់លោកនាងកញ្ញាវិញដែលលឺលោកគ្រូម៉ូសេបានរៀបរាប់ហើយ comment ដែលកំពុងតែផ្សាយមានណៃផ្សាយលប់អវិជ្ជាឈួតអីហ្នឹងមិនមែនជាមនុស្សពិតដើម្បីមកផ្ដល់មតិយោបល់ពិតទេគឺគេបង្កើតក្រុមមួយដោយមាន tool ដែលមានឧបករណ៍មាន software អីផងដើម្បីចូលមករាវឆានឥឡូវនេះយើងងាកមករឿងការចុះផ្សាយរបស់កាសែត India The Sunday Guardian នេះវិញលោក Ngad Mose បានរៀបរាប់ថាមើលទៅចូលទៅ website ទៅចូលទៅ Facebook ទៅដូចមែនតែនដូចមែនតែនលោកបន្តទៀតចុះដូចមែនតែននឹងយ៉ាងម៉េចទីបំផុតលោកស្រាវជ្រាវទៅឃើញយ៉ាងម៉េចខ្លះបាទដល់ពេលយើងចូលទៅមើល Facebook គាត់ទៅបានឃើញពីទម្រង់នៃ page ហ្នឹងវាស្តៀងជាមួយទៅនឹងអ្វីដែលយើងពិភាក្សានេះមិញនេះតកតងជាមួយនឹងការកសាង Facebook page ហ្នឹងឲ្យមានអ្នកដែលចូលទៅ follower ហ្នឹងច្រើនដូចយើងមើលទៅនឹងភ្នែកឃើញថាច្រើនមែនប៉ុន្តែដល់ពេលដែលយើងចូលមកមើលអត្ថបទមួយបានយើងដឹងថាអត់មានអ្នកដែល like comment share ចឹងទេអញ្ចឹងវាធ្វើឲ្យយើងសង្ស័យថា page ហ្នឹងទម្រង់ page ហ្នឹងវាអ្នកដែលទៅ follow អីហ្នឹងគឺអត់មានទេគឺមានអ្នកទៅ follow ប៉ុន្តែមិនមែនជាមនុស្សពិតប្រាកដទេនៅក្នុងការឃើញហ្នឹងឯងអញ្ចឹងណាបាទហើយមួយទៀតអាស័យដ្ឋានខ្ញុំទៅមើលមិនទេខ្ញុំក៏ surprise ដែរមិនខ្ញុំមើលឃើញ surprise មិនសិនជាអ្នកដែលកំពុងទស្សនាឬក៏ក្រុមការងាររបស់កំពុងទៅមើលហ្នឹងយកអាស័យដ្ឋាននៅលើ Facebook page The Guardian ហ្នឹងណា copy អាស័យដ្ឋានហ្នឹងយកទៅដាក់នៅ Google Map យើងនឹងឃើញទីតាំងកន្លែងរបស់គាត់ហ្នឹងហើយនៅក្នុង Google Map page ហ្នឹងវាមានគេថត photo ខ្លះហើយបងចូលទៅមើល photo ហ្នឹងឥឡូវហ្នឹងយើងនឹងឃើញខ្ញុំអត់ទាន់ហ៊ានថាទេកុំឲ្យថានិយាយទៅវាគិតថាយើងមើលទៅគេទៅផ្លូវខុសរហូតអីចឹងណាបាទខ្ញុំមើលទៅមានវីដេអូខ្លះមានរូបថតខ្លះដែលនៅក្នុង Google Map ហ្នឹងគឺបង្ហាញពីក្នុង office ការិយាល័យរបស់គាត់នឹងឯងខ្ញុំមើលមក plate ទៅហ្នឹងខ្ញុំមានអារម្មណ៍ថាដូចជា scam compound ប៉ុន្តែខ្ញុំសំទោសណាកុំគេចង់ថាខ្ញុំអត់ចង់ឲ្យ disinformation ទៅចោទប្រកាន់គេទេតែគ្រាន់តែខ្ញុំមើលមក plate ទៅឃើញណាអញ្ចឹងបងប្អូនអ្នកទស្សនាណាឬក៏ក្រុមការងារសិស្សចូលទៅមើលបន្ថែមមើលឃើញថាមិនដែរណាបាទអញ្ចឹងត្រឡប់មកវិញមកគឺថាវាមានផ្នែកនៃការចាត់ទុកដែរថាប្រភពព័ត៌មាននៃសារព័ត៌មាននេះនោះគឺថាទំនងថាមិនមែនជាសារព័ត៌មានដែលផ្ដល់នៅប្រភពច្បាស់លាស់ពិតប្រាកដនោះទេអញ្ចឹងណាហើយចេតនាដែលគាត់ធ្វើហ្នឹងក៏យើងវាអត់ដឹងដែរព្រោះបើរឿងប្រទេសឥណ្ឌាគាត់វាច្រើនវាធំវាច្រើនតែថៃបានមកចាប់អារម្មណ៍រឿងខ្មែរហ្នឹងវាអាចថាមានករណីច្រើនដែរឬក៏វាតាក់ទងជាមួយ
តើវាអាចចេះទៅលោក បាទ គ្រូខ្ញុំមុននឹងចូលមកធ្វើការអាស៊ីសេរីនេះខ្ញុំជាមន្ត្រីម្នាក់របស់អង្គការសហជីវជាតិអង្គការ UNESCO នៅក្នុងអង្គការ UNESCO នេះខ្ញុំក៏បានឃើញច្រើនណាស់របៀបទិញរបស់រដ្ឋាភិបាលកម្ពុជានឹងតែម្ដងទិញមន្ត្រីអង្គការសហប្រជាជាតិទិញមន្ត្រីប្រើពាក្យមន្ត្រីអង្គការសហប្រជាជាតិមន្ត្រីចូលនិវត្តន៍របស់អង្គការសហប្រជាជាតិឧទាហរណ៍ថាមន្ត្រីទទួលបន្ទុកវប្បធម៌មួយរបស់អង្គការសហប្រជាជាតិរបស់អង្គការ UNESCO ធ្វើការមានអាណត្តិមិនចឹងនៅពេលដែលគាត់ចាប់អាណត្តិទៅគាត់នៅពេលដែលគាត់កំពុងតែធ្វើការនៅ UNESCO នោះគាត់មានទំនាក់ទំនងច្រើនណាស់នៅក្នុងហ្នឹងណាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកអីជាដើមមានទំនាក់ទំនងច្រើនណាស់នៅពេលដែលគាត់ចូលនិវត្តន៍ទៅគាត់ងាកមកធ្វើការឲ្យលោកសុកអានងាកមកធ្វើការឲ្យរដ្ឋាភិបាលក៏ប៉ុន្តែគាត់នៅមានកងត្រា$1ជាមួយនឹងអង្គការសហប្រជាជាតិជាមួយនឹងអង្គការ UNESCO ប្រធាន World Bank ក៏ដូចគ្នាដែរប្រធាន World Bank ប្រចាំប្រទេសកម្ពុជាប្រចាំប្រទេសនេះនោះអីចឹងទៅនៅពេលដែលគាត់ចប់អាណត្តិទៅគាត់មិនត្រឡប់ទៅវិញទេគាត់មានកងត្រាប្រាក់ខែ$1ជាទីប្រឹក្សារបស់ World Bank ជាទីប្រឹក្សារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកអីចឹងទៅក៏ប៉ុន្តែគាត់យកតួនាទីហ្នឹងណាហើយគាត់មកស៊ីលុយរដ្ឋាភិបាលនៅក្រុងភ្នំពេញវិញស៊ីលុយរបស់លោកសុកអានជាដើមដើម្បីបំរើផលប្រយោជន៍ឲ្យលោកសុកអានហើយបំរើផលប្រយោជន៍នេះគឺផលប្រយោជន៍លោកសុកអានមិនមែនបំរើផលប្រយោជន៍របស់ខ្មែរអីប្រហែលទេឧទាហរណ៍រឿងការដែលគេដាក់អំពូលផែនការរបស់ចិនមួយដាក់អំពូលភ្លើងនៅប្រាសាទអង្គរសម្រាប់ឲ្យភ្ញៀវទេសនាចូលមើលពេលយប់នៅពេលនោះមានប្រតិកម្មច្រើនណាស់ហេតុអីពេលថ្ងៃមើលមិនគ្រប់ទេទៅដាក់អំពូលអីចោះថ្មដាក់អំពូលអីហ្នឹងផងមានប្រតិកម្មនៅពេលដែលមានប្រតិកម្មទៅរហូតដល់អ្នកដែលប្រតិកម្មរឿងហ្នឹងកាលនោះឯងគឺលោកមឿងសុនត្រូវគេចាប់មឿងសុនគេចាប់ដាក់គុកគេស្អីអីអញ្ចឹងទៅស្រាប់តែថ្ងៃមួយខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាវិញខ្ញុំមើលទូរទស្សន៍នៅប្រទេសកម្ពុជាមើលទូរទស្សន៍ទៅស្រាប់តែឃើញគេថាតាមពិតនឹងគម្រោងដាក់ចោះប្រាសាទដើម្បីដាក់អំពូលភ្លើងនៅអង្គរអីនឹងជាដើមនឹងមានការព្រមព្រៀងដោយមន្ត្រីនៃអង្គការ UNESCO ហើយស្រាប់តែគេបង្ហាញរូបនឹងឡើងមកបើខ្ញុំភ្ញាក់ព្រឺថាអូអ្នកទាំងអស់ហ្នឹងតាមពិតមិនមែន UNESCO ទៀតណាពួកអស់នេះនឹងធ្លាប់ធ្វើ UNESCO 5ឆ្នាំជាប្រធានគណៈកម្មការបេតិកភណ្ឌពិភពលោកជាប្រធានការិយាល័យទទួលបន្ទុកវប្បធម៌អីមែនខ្ញុំនឹងមិននិយាយឈ្មោះទេប៉ុន្តែខ្ញុំចាំឈ្មោះអ្នកអស់ហ្នឹងនៅពេលដែលខ្ញុំចាប់ផ្ដើមដំបូងថាខ្ញុំធ្លាប់ធ្វើការនៅ UNESCO ណាដូច្នេះខ្ញុំស្គាល់អ្នកទាំងអស់ហ្នឹងទាំងអស់តាមពិតមិនមែនណាមិនមែនជាអ្នកជំនាញដែលកំពុងតែធ្វើការនៅ UNESCO ណាគ្រាន់តែថាមានប្រាក់ខែ$1ជាទីប្រឹក្សាហើយយកអាតួនាទីហ្នឹងដើម្បីមកវាយតម្លៃហើយមិនមែនជាការវាយតម្លៃផ្លូវការរបស់ UNESCO ឬរបស់បេតិកភណ្ឌពិភពលោកទេដូច្នេះគឺរដ្ឋាភិបាលជួលតែម្ដងដើម្បីបោកបន្លំអ្នកស្រុកខ្មែរប្រជាពលរដ្ឋខ្មែរថាការដាក់ប្រាសាទហ្នឹងការចោះគម្រោងចោះអំពូលដាក់អំពូលហ្នឹងគឺមានការព្រមព្រៀងពី UNESCO អញ្ចឹងមកថាបើសិនជាយើងមិនដឹងទេយើងនឹងយល់ច្រឡំថាគេធ្វើនឹងត្រឹមត្រូវរបស់គេតាសិតតែមានអ្នកជំនាញឯណាជនបរទេសពាក់ក្រវ៉ាត់កឯណាមកដើរចង្អុលអីនៅតាមប្រាសាទអីហ្នឹងតាមពិតមិនមែនជាផ្លូវការទេតាក់ទងនឹងរឿង The Guardian នេះវិញតើអាចទេដែលគេទិញរដ្ឋាភិបាលទិញតែម្ដងយើងដឹងហើយតំណាងដល់គណៈបកប្រជាជនកម្ពុជានេះគឺមាននៅគ្រប់ប្រទេសទាំងអស់ជ្រោកខ្លោងផ្លាកស្ថានទូតមិនចឹងពាក្យថាស្ថានទូតមែនប៉ុន្តែតាមការពិតហ្នឹងគឺជាតំណាងទីស្នាក់ការរបស់គណៈបកប្រជាជនកម្ពុជាទេនៅគ្រប់កន្លែងទាំងអស់ដើម្បីធ្វើការគៀបសង្កត់ផងធ្វើការឃោសនាឲ្យគណៈបកប្រជាជនកម្ពុជាផងអាចទេអាចតំណាងទូតអីនៅឥណ្ឌាអីហ្នឹងឃើញក្រុមនេះក្រុមនោះអីទៅក៏ឲ្យលុយ10000 20000អីទៅដើម្បីឲ្យបញ្ចេញអត្ថបទអីហ្នឹងមកហើយដោយផ្អែកទៅលើអត្ថបទហ្នឹងភ្លាមហ្នឹងស្រាប់តែក្រសួងមហាផ្ទៃចេញសេចក្តីថ្លែងការណ៍ចេញសេចក្តីប្រកាសព័ត៌មានអីទេអាចអញ្ចឹងដែរទេក្នុងការស្រាវជ្រាវនឹងអាចមើលឃើញជាងទេនៅពេលដែលលោកគ្រូថាវាមើលទៅនឹងដូចជាមើលទៅដូចមែនតែនបើមើលដូចមែនតែនមានន័យថាមែនតែនមែនទេត្រូវខ្ញុំមើលឃើញមួយជ្រុំទៀតប៉ុន្តែ
មុនដល់ការមើលឃើញមកជួបទៀតរបស់ខ្ញុំហ្នឹងខ្ញុំព្រោះដោយសារខ្ញុំមានឯកសារទៅមែនតែនទៅណាបាទអញ្ចឹងខ្ញុំធ្លាប់ធ្វើការមានឯកសារដូចលោកច័ន្ទបុតអីចឹងទៅដែរបាទគាត់ថាគេឯកសារមួយចំនួនសារព័ត៌មានឯកសារមួយចំនួនគេមានគេហៅថា pay content មានន័យថាស្ថាប័នណាក៏ដោយគេអាចថាបង់លុយទៅឲ្យកសែតគេទៅគេចុះផ្សាយឲ្យអញ្ចឹងទៅណាបាទគេចុះផ្សាយអញ្ចឹងទៅហើយប៉ុន្តែកសែតដែលមានវិជ្ជាជីវៈគេនឹងដាក់នៅខាងក្រោមអត្ថបទហ្នឹងថាអត្ថបទនេះត្រូវបានបង់លុយឧទាហរណ៍ pay content ទៅអញ្ចឹងយើងដឹងហើយថាអត្ថបទដែល pay content មានថាបង់លុយដើម្បីទៅសេព័ត៌មានអញ្ចឹងតាមសារព័ត៌មានខ្លះគាត់មានអញ្ចឹងដូចគ្នាដែរប៉ុន្តែដល់ពេលដែលអ្វីដែលបងនិយាយមិញហ្នឹងហើយខ្ញុំអ្វីដែលខ្ញុំមើលឃើញមកជ្រុងទៀតផ្សេងហ្នឹងគឺខ្ញុំចង់មើលឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងកសែតអន្តរជាតិដូចអត់សូវបានចុះផ្សាយប្រហែលនេះមែនតើទៅបងមើលឃើញតែពីជំនាន់បាញ់គ្នារវាងខ្មែរហើយនិងសៀមណាបាទអញ្ចឹងទៅកសែតអន្តរជាតិអូខេចំចូលមកខ្លាំងណាស់មិនអញ្ចឹងណាបាទប៉ុន្តែគឺថាអាចចូលមកបាននេះហើយឥឡូវហ្នឹងកសែតអន្តរជាតិក៏វាក៏ពួកគាត់ពិបាកហ្នឹងនិយាយព័ត៌មានទីកម្ពុជាដែរតែលោកថាវាជាការទៅយកសារព័ត៌មានដែលមានឈ្មោះស្រដៀងជាមួយទៅនឹងសារព័ត៌មានដែលមានអាជីពមែនតើណាយើងមើល The Sunday Guardian The Guardian របស់អង់គ្លេសចឹងណាបាទយើងមើលទៅវាទៅស្តៀងគ្នាចឹងណាចឹងមានន័យថាម៉េចបើទោះបីជាអត់មាន The Guardian ក្តីក៏អាចថាមាន The Sunday Guardian ចង់មានថាមើលទៅវាដូចជាសារព័ត៌មានបរទេសមិនដឹងបងច័ន្ទបុតធ្លាប់ខ្ញុំភាសាអង់គ្លេសគេហៅថា you look smart in the glass អញ្ចឹងណាខ្ញុំខុសសំទោសគេថាពាក់វ៉ែនតាមើលទៅដូចមនុស្សឆ្លាតអញ្ចឹងប៉ុន្តែមនុស្សឆ្លាតអត់យកអញ្ចឹងចង់ខ្ញុំចង់មានន័យថាខ្ញុំមិនលោកគ្រូនេះចង់ឌឺឲ្យកូនសិស្សឯងនេះអត់ខ្ញុំបដូរវិញដាក់ថាអីគេទិញ salmon បានត្រីក្រោតអីចឹងចង់មានន័យយើងមើលទៅបាទយើងមើលទៅដូច salmon ហ្នឹងតែមិនមែន salmon ទេជាក្រោតអីហ្នឹងទៅណាវាខ្ញុំចង់មានន័យថាក្រែងលោថាបើសិនជាអត់មាន The Guardian ក្តីគឺថាអាចមាន The Sunday Guardian ដែលបង្ហោះឲ្យចឹងទៅបើបងមើលវីដេអូរបស់ខ្ញុំនៅប្រភពទី1ទៀតគឺ The New York Editorial ហ្នឹងណាអ្វីដែលខ្ញុំសង្ស័យទេមិនមែនជាការពិតឡើយខ្ញុំសង្ស័យគឺថា page ហ្នឹងកំពុងតែ build engagement build ឲ្យមានមនុស្សមើលច្រើនហើយឥឡូវហ្នឹងគឺថានៅក្នុងប្រទេសកម្ពុជាហ្នឹងគឺថាមានមនុស្សមើលច្រើនហើយ page editorial The New York Editorial ហ្នឹងណាដល់ពេលមើលច្រើនទៅយើងហាក់បីដូចជួយទុកចិត្តព្រោះមិត្តភ័ក្ដិខ្ញុំមែនតើមិត្តភ័ក្ដិខ្ញុំធ្វើការអង្គការសង្គមស៊ីវិលគាត់មានចំណេះដឹងដែរមែនតើមិនអត់ទេណាតែឃើញគាត់ share គាត់ comment គាត់អីចឹងទៅដែរណាគាត់គាត់ថាគាត់សប្បាយចិត្តជាមួយនឹងអត្ថបទមួយចំនួនដែលវានិយាយវាត្រូវចិត្តគាត់ទៅរឿងខ្មែរសៀមហ្នឹងណាប៉ុន្តែខ្ញុំមើលមកជ្រុងទៀតទៅគឺថាខ្ញុំដោយសារតែ page ហ្នឹងវាអត់មាន website អត់អីទេតែមាន website មាន domain name ប៉ុន្តែវាអត់មាន article ទៅសេទេវារំលឹកខ្ញុំទៅដល់ពីរឿងអ្នកដែលរកស៊ីអនឡាញគាត់បង្កើត page គឺលំនាំបែបអញ្ចឹងឯងធ្វើម៉េចឲ្យមាន engagement ធ្វើម៉េចឲ្យមានមនុស្សចូលទៅមើលច្រើនយើងទុកចិត្តហើយដល់ពេលទុកចិត្តលើ page ហ្នឹងហើយ page ហ្នឹងបានចាប់ផ្ដើមធ្វើសកម្មភាពណាមួយដែលមិនមែនជាព័ត៌មានពិតប្រាកដអីចឹងទៅអញ្ចឹងមានន័យថាម៉េចវាហាក់បីដូចចាប់ផ្ដើមធ្វើម្ដងបន្តិចមកឲ្យយើងទុកចិត្តជាមួយនឹង page ព័ត៌មានហ្នឹងទៅអញ្ចឹងណាហើយបន្តមកទៀតមកបានគេចាប់ផ្ដើមធ្វើការងារដែលគេធ្វើនឹងឯងមានន័យថាអាចផ្សព្វផ្សាយព័ត៌មានតាមគេចង់ធ្វើទៅបានទៅបាទអញ្ចឹងតែខ្ញុំវាជាការសន្និដ្ឋានរបស់ខ្ញុំទេភ្លាមទេខ្ញុំមិនទាន់ទៅធ្វើការវិភាគស៊ីជម្រៅទៅដល់រហូតដល់ហ្នឹងទៀតណាបាទតែខ្ញុំចង់ឲ្យប្រជាពលរដ្ឋហ្នឹងពិនិត្យមើល page មួយចំនួនបែបអញ្ចឹងពួក page ខ្លះគាត់ build ឲ្យយើងទុកចិត្តប៉ុន្តែមែនតើគេលោថ្ងៃក្រោយទៅ page ហ្នឹងនឹងអាចផ្សព្វផ្សាយព័ត៌មានដែលទំនងថាអូមែនទេដូចឧទាហរណ៍ The Sunday Guardian បើយើងទុកចិត្តយើងអានយើងមើលយើងអីទៅថ្ងៃក្រោយគេនឹងដាក់ព័ត៌មានមកបន្ថែមទៀតថាអូសារព័ត៌មានបរទេសអន្តរជាតិដែលគេចុះពីយើងចិនចឹងទៅណាបាទខ្ញុំបារម្ភផងហ្នឹងដោយសារតែការបោះឆ្នោតដោយបងchắcដឹងអញ្ចឹងការបោះឆ្នោតនៅក្នុងឆ្នាំ2027ហ្នឹងជិតមកដល់ហើយនៅសល់ប្រហែលខែទៀតហើយផុតតែមួយឆ្នាំទៀតចឹងមិនខែមួយឆ្នាំទៀតដល់ព្រោះបោះខែនៅក្នុងខែមិថុនាចឹងណាហើយខ្ញុំក៏ធ្វើការវិញមកព្រោះខ្ញុំពងពិនិត្យមើលដែរមែនតើទៅណាតាំងពីការផលិតរឿង AI ជាសម្លេង AI ជារូបជាអីចឹងណាតែនឹងវានឹងប៉ះពាល់ទៅដល់
ទៅដល់ការបោះឆ្នោតនៅក្នុងឆ្នាំ2027ដែលអត់ដែលយកអ្នកនយោបាយសម្លេងអ្នកនយោបាយសម្លេងអ្នកកសែតសម្លេងបងច័ន្ទបុតសម្លេងខ្ញុំឬសម្លេងណាគេដែលនៅលើអនឡាញអញ្ចឹងអ្នកកសែតសកម្មជនសិទ្ធិមនុស្សអង្គការសង្គមស៊ីវិលហើយយកទៅផលិតជាសម្លេងប្រកបអីចឹងទៅណាអានោះវាអាចថាវាអាចថាមានបញ្ហាធំជាងអ្វីលោកគ្រូសូមបើកវងចកចំណុចនឹងទៀតនៅពេលដែលលោកគ្រូលើកកន្លងមកខ្ញុំកំពុងតែមានសុបចម្ងល់នឹងដែរឧបមាថាគេក្លូនយកសម្លេងរបស់ខ្ញុំផ្សាយរាល់ថ្ងៃខ្ញុំនិយាយរាល់ថ្ងៃគ្រប់របៀបទាំងអស់និយាយព័ត៌មានផងនិយាយ talk show ផងនិយាយស្អីផងមួយថ្ងៃហ្នឹងបើយក sample យកគំរូសម្លេងរបស់ខ្ញុំយកទៅឲ្យ AI ផលិតហ្នឹងហើយវាទៅជាចេញឯណាថ្ងៃមួយតែលឺសូបែកធ្លាយជន់ច័ន្ទបុតនឹងទៅជែកឧទាហរណ៍ទៅជែកជាមួយលោកហ៊ុនសែនឧទាហរណ៍តើអាចទេដែលលោកគ្រូអាចមើលដឹងថានេះបង្កើតដោយ AI មិនមែនជាសម្លេងរបស់មនុស្សនឹងផ្ទាល់អាចមើលដឹងទេធ្វើបើតែតិចស្ដាប់ទៅឥឡូវហ្នឹងឃើញដូចមែនតើលោកគ្រូមានចាំទេថ្ងៃមុនប្រហែលថ្ងៃមុននោះយ៉ងច័ន្ទតារាគាត់ចាក់សម្លេងរបស់យឹមលៀងហ៊ីប៉ុន្តែគាត់ប្រាប់ហើយណាថាអានឹងជាសម្លេង AI ធ្វើទេនៅពេលដែលយឹមលៀងហ៊ីទៅសេសម្បត្តិចេញមកអត់បានទៅមើលម្ដាយគាត់ដែលស្លាប់បាត់បង់ជីវិតនោះតើដឹងទេអាចមើលដឹងទេនៅពេលដែលមានឧបមាថាបើសិនជាក្រុមជនផ្ដាច់ការលួចយកសម្លេងគំរូសម្លេងខ្ញុំក្តីសម្លេងលោកម៉ូសេក្តីសម្លេងគណៈបកនយោបាយសម្លេងលោកសំរងស៊ីក្តីអីហ្នឹងបង្កើតទៅជា AI មើលដឹងទេមាន tool ណាមួយដើម្បី analyze វិភាគដឹងថានេះ AI មិនមែនពិតទេដំណឹងល្អគឺថាអាចដឹងប៉ុន្តែពិបាកខ្លាំងដំណឹងដែលអត់ល្អគឺថាអត់អាចដឹងទេបច្ចេកទេស AI លើហ្នឹងគឺថាធ្វើឲ្យ detector tool មួយចំនួនអាចទៅពិនិត្យវិភាគហ្នឹងណាវាអាចថាមិនចាប់បានទេអញ្ចឹងណាឲ្យការទៅធ្វើគេហៅថា forensic ទៅធ្វើកសោវិច័យសម្លេងហ្នឹងវាមិនមែនតែគ្រាន់តែប្រើប្រាស់កម្មវិធីទៅធ្វើទេវាអាចតែមានកត្តាជាច្រើនទៀតដើម្បីសន្និដ្ឋានថាសម្លេងនេះជាសម្លេង AI មិនមែនជាសម្លេងរបស់មនុស្សប្រកបទេខ្ញុំសោកស្ដាយដែរថាពិតជាអត់មានមែនរហូតដល់អ្វីពោលពេលខ្ញុំកំពុងនិយាយហ្នឹងណាវាអាចថាខ្ញុំមាន tool នោះខ្ញុំមាន tool នោះក៏ឲ្យធ្វើបណ្ដាយើងទៅតេស្ត tool ហ្នឹងទៅប៉ុន្តែតែយើងទុកចិត្តកម្រិតដែល tool ហ្នឹងប្រាប់យើងបានឲ្យរបៀបមកអញ្ចឹងមើលសិនជាប្រហែលឆ្នាំមុនយើងនៅអាចធ្វើបានយើងនៅអាចដឹងខ្លះដោយសារតែបច្ចេកទេសសម្លេងហ្នឹងទៅរួចលាស់អញ្ចឹងណាវាទៅការអភិវឌ្ឍប៉ុន្តែឥឡូវនេះសម្លេងហ្នឹងគឺថាអភិវឌ្ឍខ្លាំងណាស់រហូតតែអញ្ចឹងខ្ញុំដូចខ្ញុំបានផុសរឿងនឹងដូចគ្នាដែរនៅ Facebook page ហ្នឹងគឺអ្វីដែលខ្ញុំបារម្ភហ្នឹងគឺថាខ្ញុំអាចព្យាករណ៍ទុកថានឹងមានរឿងអញ្ចឹងកើតឡើងសម្លេងបងច័ន្ទបុតនឹងត្រូវតែយកទៅរូបរាងសំបីតែលោកសង្សានករណាអ្វីដែលខ្ញុំយកសម្លេងលោកសង្សានករណាទៅធ្វើ AI ហ្នឹងគឺខ្ញុំទៅសេហ្នឹងរបៀបនិយាយយើងអញ្ចឹងណាបាទអញ្ចឹង AI ហ្នឹងវាក៏បន្ថែមតាំងពីហ្នឹងឡើងបន្ថែមតាំងពីហ្នឹងឡើងបាទបន្ថែមតាំងពីហ្នឹងខ្ញុំអាចបន្ថែមតាំងពីនិយាយរបៀបដូចជា podcast ឲ្យនិយាយទៅរបៀបជាសោកស្ដាយនិយាយទៅរបៀប comply របៀបរីករាយនិយាយលឿននិយាយយឺតអីចឹងទៅណាបាទហើយមួយទៀតហ្នឹងគឺថាបើសិនជាសំណាក់សម្លេងហ្នឹងឧទាហរណ៍សំណាក់សម្លេងហ្នឹងយកចេញមកពីបរិស្ថានជុំវិញឧទាហរណ៍ថាយកចេញមកពីសម្លេងតាមខ្សែទូរស័ព្ទមានថាគេយកតែសំណាក់សម្លេងតាមខ្សែទូរស័ព្ទតែ30វិនាទីឯងបើសិនជាមានណាឬក៏យើងនិយាយតាម Telegram ឬយើងនិយាយតាមអីហ្នឹងយកទៅឲ្យ AI tool ទៅអញ្ចឹងវានឹងចម្លងសម្លេងយើងហ្នឹងវាតាមគេហៅថា ambient sound ណាឬក៏ថា environment sound ហ្នឹងចង់ថាបើសិនជាមានចាតយំឬសម្លេងកងល់អីគឺអាហ្នឹងវានឹងទៅ copy ដូចសម្លេងហ្នឹងអញ្ចឹងយើងគ្រាន់តែ type អក្សរទៅចុចទៅសេអក្សរហ្នឹងទៅambient sound ហ្នឹងគឺថាវាដូចអញ្ចឹងមើលសិនថាមិនឧទាហរណ៍ថាសម្លេង background បរិយាកាសនឹងមានសត្វយំមានខ្យល់មានអីនឹងចូលទៅត្រូវបាទមើលសម្លេងហ្នឹងវា quality ហ្នឹងវាគុណភាពសម្លេងហ្នឹងវាទាបដូចវារបៀបជាសម្លេងទូរស័ព្ទអីទេគឺចម្លងមកចេញបានរហូតដល់ជាអញ្ចឹងណាដល់ពេលអញ្ចឹងហើយទៅខ្ញុំបារម្ភថានៅពេលដែលលោកម៉ូសេថាលោកព្រួយបារម្ភណាស់ការបោះឆ្នោតជិតមកដល់អាចនឹងមានដូចតាមពិតខ្ញុំធ្លាប់ទៅជែកជាមួយលោកថាថៃដែរថាជនផ្ដាច់ការ
ក៏បកកែប្រើបណ្ដាញបច្ចេកវិទ្យានឹងដើម្បីបំរើរបបរបស់ខ្លួនដើម្បីបំរើរបៀបដឹកនាំផ្ដាច់ការដើម្បីធ្វើទុកបុកម្នេញដើម្បីបង្កើតព័ត៌មានคล้ายៗនេះគឺថាគេសឹងតែបកកែជាអ្នកប្រជាធិបតេយ្យទៅទៀតពីមុនមកអ្នកប្រជាធិបតេយ្យគិតថាអូមាន Facebook បច្ចេកវិទ្យាជឿនលឿននេះជួនផ្ដាច់ការប្រកាសជាពិបាកនឹងលាក់ព័ត៌មានជួនផ្ដាច់ការប្រកាសជានឹងមិនអាចគៀបសង្កត់សិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយឲ្យដែរអ្វីដែលយើងគិតមិនដល់គឺថាជួនផ្ដាច់ការដើរមួយជំហានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះដើម្បីបោកប្រាស់ដើម្បីឆោបោកយើងឃើញស្រាប់ហើយអំពើឆោបោកអីគ្រប់យ៉ាងទាំងអស់នេះក៏ប្រើបច្ចេកវិទ្យាទាំងអស់តើបើមានការព្រួយបារម្ភបែបនេះតើមានដំណោះស្រាយបែបណាទៅបើសិនជាគេបង្កើតព័ត៌មានคล้ายៗពេញណាពេញណីមកទាំងអស់មានទាំងសម្លេងទៅទៀតនោះបាទខ្ញុំមែនតើខ្ញុំចង់បើសិនជាមានបញ្ហាវាគួរតែមានដំណោះស្រាយដែរមែនទេបងណាគួរថាយើងនិយាយតែបញ្ហាប៉ុន្តែដំណោះស្រាយនៅណាអញ្ចឹងណាដំណោះស្រាយអ្វីដែលខ្ញុំអាចដឹងក្នុងពេលឥឡូវហ្នឹងវាយកសម្លេងហ្នឹងទៅដាក់វិភាគពិនិត្យមើលទៅវាយូរទៅងំមកវិភាគដឹងសម្លេងហ្នឹងវាថាវាខ្ចោខ្ចាយទៅហើយទៅដោះស្រាយរឿងហ្នឹងក្រោយអាសម្លេងខ្ចោខ្ចាយទៅក៏វាបានអីដែរអញ្ចឹងណាអ្វីដែលអាចធ្វើទៅបានហ្នឹងគឺសម្រាប់អ្នកនយោបាយសម្រាប់សកម្មជនសិទ្ធិមនុស្សសម្រាប់អង្គការសង្គមស៊ីវិលឬក៏សម្រាប់អ្នកកសែតអាជីពដោយយើងអស់គ្នានឹងឯងគឺថាការចែករំលែកព័ត៌មាននិយាយអំពី AI សម្លេងរបស់យើងមួយចំនួនហ្នឹងវាថានៅទៅលើបណ្ដាញសង្គមទេវិធីសាស្ត្រដែលយើងអាចដោះស្រាយឲ្យទំនងថាជាអាចលឿនជាងហ្នឹងគឺថាធ្វើមិនទេធ្វើការងារជាមួយបណ្ដាញសង្គមហ្នឹងMeta ក្តី TikTok ក្តី Google ក្តីហ្នឹងដើម្បីឲ្យគេប្រាប់ថាពេលសិនជាមានផុសណាដែលទៅដាក់អាហ្នឹងប្រាប់ថានេះសម្លេងរបស់លោកជួនច័ន្ទបុតនិយាយចេះទៅសម្លេងអាចមួយសេនិយាយចេះអញ្ចឹងទៅណាយើងត្រូវតែមាន connection មានអ្នកម្ដងទៅម្ដងស្គមប្រាប់ថាហ្នឹងមិនមែនជាសម្លេងមកខ្ញុំទេពេលដែលខ្ញុំធ្វើការរាយការណ៍ទៅសូមឲ្យដកអាសម្លេងហ្នឹងចេញដើម្បីកុំឲ្យសម្លេងហ្នឹងវាជះឥទ្ធិពលទៅព្រោះវាមិនមែនជាសម្លេងខ្ញុំទេអញ្ចឹងណាអញ្ចឹងអ្នកណាគេដែលអាចថាសម្លេងជាសម្លេងខ្ញុំឬក៏មិនមែនសម្លេងខ្ញុំគឺថាមានតែម្ចាស់សម្លេងខ្លួននោះទេដែលអាចថាដឹងបានអញ្ចឹងណាបាទប៉ុន្តែវាអាចមានចន្លោះប្រហោងដែរថាជួនកាលទៅសម្លេងខ្លួនឯងទៅចោទថា AI វិញ AI គេអត់ដឹងអីផងអញ្ចឹងណាបាទប៉ុន្តែកន្លែងនេះវាអាចថាពិបាកអញ្ចឹងដែរអញ្ចឹងប៉ុន្តែគាត់ថាឥឡូវហ្នឹងបើសិនជាអាចធ្វើទៅបានលឿនបំផុតហ្នឹងគឺថាធ្វើការជាមួយនឹងបណ្ដាញសង្គមព្រោះអង្គការសង្គមស៊ីវិលមួយចំនួនដែលខ្ញុំធ្វើការជាមួយពួកគាត់មាន direct connection មានន័យថាមានទំនាក់ទំនងជាមួយបណ្ដាញសង្គមហើយគាត់អាចប្រាប់ទៅហើយបណ្ដាញសង្គមមួយចំនួនក៏គេ monitor មើលដែរខ្ញុំធ្លាប់និយាយជាមួយនឹងបណ្ដាញសង្គមថាជា representative របស់គាត់ដែលតំណាងរបស់គាត់10ឆ្នាំមុនដែរចាក់ទងជាមួយទៅនឹងរាល់ពេលបោះឆ្នោតគេមានក្រុមការងារគេមើលជាមួយទៅប្រទេសកម្ពុជាបោះឆ្នោត20សង្ឃថា24ម៉ោងលើ24ម៉ោងគេមានមនុស្សប្រចាំការមើលហ្មងមានព័ត៌មានខ្លាំងៗទេមានការរាយការណ៍ពីគណៈបកទេមានអំពើហិង្សាតែជេរប្រមាថការទៀងឬក៏បន្លំអីនៅលើកម្មវិធីរបស់គេនៅលើ platform របស់គេមានមនុស្សចឹងគេកម្មវិធីថាគេដាក់មនុស្សទៅមើល24ម៉ោងលើហ្នឹងហ្មងចឹងណាបាទចឹងស្រាប់ចុងវិញធ្វើការជាមួយបណ្ដាញសង្គមឲ្យបានមុនពេលដែលមានការបោះឆ្នោតកើតឡើងប្រាប់គេពីដំណើរការគណៈបកនយោបាយដទៃទៀតដូចគ្នាដែរឲ្យគេស្នើសុំឲ្យមានខ្ញុំតែងតែប្រាប់ទៅខាងគណៈបកមួយចំនួនដែរដែលខ្ញុំស្គាល់មួយចំនួនដែរថាតែមិនទេតើតើ Facebook ធ្វើមិនឲ្យ Facebook អាច provide នៅ blue tick ឲ្យគណៈបកនយោបាយហ្នឹងតាំងពីនៅក្នុងនៅលើថ្នាក់ជាតិរបស់គាត់ផងហើយនឹង page ដែលនៅតាមសកាត់តាមឃុំតាមអីណាគួរតែពិនិត្យមើលមែនតើហើយដាក់ម្លិះទៅឲ្យខាង Meta ទៅប្រាប់ថានេះគឺជាបញ្ជីរបស់ពួកខ្ញុំអញ្ចឹងណា in case មានបញ្ហាអីសូមកុំភ្លេចតាក់ទងមកហើយត្រូវមានមនុស្សដើម្បីចាំឆ្លើយតបជាមួយអញ្ចឹងទៅខ្ញុំមិនដឹងថាឥឡូវហ្នឹងគណៈបកនយោបាយមួយគាត់រៀបចំយុទ្ធសាស្ត្ររឿងប្រព័ន្ធផ្សព្វផ្សាយហ្នឹងមិនណាខ្ញុំមិនដឹងទេប៉ុន្តែជាអ្នកដែលធ្លាប់ធ្វើការរឿងហ្នឹងមួយចំនួនហ្នឹងគឺថាគួរតែធ្វើកិច្ចការនឹងឲ្យបានលឿនកាន់តែឆាប់កាន់តែល្អបាទព្រោះពេលដែលមានរឿងកើតឡើងហើយបានយើងស្ទុះស្ទាមដឹងថាតាក់ទងទៅដល់ណាគេ Facebook នៅដល់ណាអីដល់ណាជួយគ្នាអាណានោះវាស្ញាប់នោះវាយឺតដល់អញ្ចឹងណាបាទ
បាទអរគុណលោកគ្រូណាស់ដែលបានបញ្យល់រឿងនេះហើយខ្ញុំនឹងបន្តទៅជែកជាមួយលោកគ្រូទៀតតកតងនឹងរឿងសុវត្ថិភាពនៅលើបណ្ដាញសង្គមហើយនឹងការការពារខ្លួនបែបណានេះស្ដាប់ទៅមិនសូវមានសង្ឃឹមអីប្រមាណដែរទេដែលថាបច្ចេកវិទ្យាអាចមកមើលឃើញប៉ុន្តែខ្ញុំសង្ឃឹមថាប្រកាសជាមានដំណោះស្រាយទៅថ្ងៃខាងមុខអរគុណលោកគ្រូតែប៉ុណ្ណឹងដែលហេតុថាពេលវេលាក៏យប់ណាស់ទៅហើយខ្ញុំមានភ្ញៀវម្នាក់ទៀតគឺលោកសំរងស៊ីឡើងមកទៅចែកអំពីរឿងនេះដែរក៏ប៉ុន្តែតកតងទៅនឹងប្រតិកម្មរបស់លោកថាតើវាអាចពាក់ព័ន្ធក្នុងការគៀបសង្កត់រដ្ឋបិទអីបែបណានៅពេលដែលគេបានបង្កើតព័ត៌មានបែបនេះឡើងដូច្នេះសូមអរគុណលោកម៉ូសេតែប៉ុណ្ណេះបាទសូមជម្រាបលាបាទ បាទសូមអរគុណសូមជម្រាបលាបាទ